នេះមេសាប៊ូ N70 គឺយើងហៅថាមេសាប៊ូសសម្រាប់យកទៅធ្វើសាប៊ូផ្សេងអញ្ចឹងនៅក្នុងការកូរនៅមេសាប៊ូសឬ N70 នេះដើម្បីឲ្យវាឆាប់រលាយបងប្អូនយកទៅកុំភ្លេចកូរវាជាមួយនឹងអំបិលជាមួយនឹងអំបិលជាមុនសិនrồiហើយចាំយើងចាក់ទឹកចូលទៅដើម្បីឲ្យវាឆាប់រលាយហើយនៅពេលដែលយើងកូរវាជាមួយអំបិលផងដែរគឺវាធ្វើឲ្យសាប៊ូយើងខាប់មានចំណុះបានច្រើនអញ្ចឹងបងប្អូនត្រូវយល់ពីរបៀបនៃការកូរវាហ្នឹងថាយើងកូរវាយ៉ាងម៉េចឲ្យវាឆាប់រលាយគឺយើងត្រូវកូរវាជាមួយនឹងអំបិលជាមុនសិនដើម្បីឲ្យវាឆាប់រលាយនៅក្នុងការកូរធ្វើសាប៊ូ